ប្រទេសថៃសម្បូរសាលាបង្រៀនមនុស្សអស់ឈួតលេលាភូតកុហកមួលបង្កាច់បោកប្រាស់ចេះតាំងពីក្មេងរហូតដល់ចាស់និងចេះដល់មន្ត្រីជាន់ខ្ពស់ទៀតផងនាយករដ្ឋមន្ត្រីកម្ពុជាក៏ភ្ញាក់ផ្អើលដែរខ្ញុំមិនសមមិញហួសចិត្តគួយហួសចិត្តគេថាភាគីថៃបើកហើយតែកម្ពុជាមិនបើកអញ្ចឹងប្រជាពលរដ្ឋដែលរងវេទនាដោយសារការបិទច្រកនេះបន្ទោសកម្ពុជាទៅអើចឹងទៀតខុសអីទៀតលោកភូមិធម្មវេចាយាឆៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃ30ខែមិថុនាឆ្នាំ2025បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននិងបណ្ដាញផ្សព្វផ្សាយថៃថាកន្លងមកការឆ្លងកាត់ព្រំដែនមិនត្រូវបានបិទនោះទេកងទ័ពថៃគ្រាន់តែធ្វើការកែសម្រួលកំណត់ពេលវេលាចេញចូលប៉ុណ្ណោះនៅឯវិមានរដ្ឋាភិបាលថៃលោកឧបនាយករដ្ឋមន្ត្រីមុខក្រាស់រូបនេះបាននិយាយថាប្រទេសថៃបានយល់ព្រមបើកច្រកព្រំដែនឲ្យរថយន្តដឹកទំនិញឆ្លងកាត់ហើយតើហេតុអ្វីភាគីខាងខ្មែរមិនព្រមបើកច្រកព្រំដែនវិញសោះអីអញ្ចឹងដូច្នេះប្រជាជនខ្មែរត្រូវពិចារណាលើរឿងនេះដោយខ្លួនឯងគេគ្រប់គ្នាកោតថាលោកម្នាក់នេះចេះនិយាយភូតកុហកមូលបង្កាច់កម្ពុជាបោកប្រាស់ពិភពលោកដែរតើនិងញុះញង់របៀបត្រជាក់ឲ្យពលរដ្ឋខ្មែរខឹងនឹងរដ្ឋាភិបាលខ្លួនឯងទៀតផងមជ្ឈដ្ឋានអន្តរជាតិសុំកោតសរសើរប្រទេសថៃត្រង់ថាសម្បូរសាលាបង្រៀនមនុស្សឲ្យឈួតលេលាភូតកុហកមូលបង្កាច់បោកប្រាស់ចេះតាំងពីក្មេងរហូតដល់មនុស្សចាស់ដូចជាសិទ្ធិលឹមថងគុលមេក្រុមពួកជ្រុលនិយមឥឡូវនេះថែមទាំងចេះដល់ឧបនាយករដ្ឋមន្ត្រីភូមិធម្មវេចាយាឆៃថែមទៀតរឿងឈួតលេលាភូតកុហកបោកប្រាស់មូលបង្កាច់គេឯងនេះសូម្បីតែថ្នាក់ដឹកនាំកម្ពុជាគឺប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏មានការភ្ញាក់ផ្អើលមិនតិចដែរខ្ញុំមិនសមមិញហួសចិត្តគួយហួសចិត្តគេថាភាគីថៃបើកហើយតែកម្ពុជាមិនបើកអញ្ចឹងប្រជាពលរដ្ឋដែលរងវេទនាដោយសារការបិទច្រកនេះបន្ទោសកម្ពុជាទៅអើចឹងទៀតខុសអីទៀតរកវិធីចាប់តលតបានដោយសារអីពេលថ្ងៃ24ពោះទី1កម្ពុជាប្រកាសហើយថាបើយើងបិទអចិន្ត្រៃយ៍រហូតដល់ស្ថានភាពបើកដោយមុនថ្ងៃ7ដោយសារអីបងប្អូនប្រជាពលរដ្ឋគួរយល់ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋថៃដែលប៉ះពាល់ដោយសាររឿងបិទនេះខ្ញុំសូមឲ្យយោគយល់មិនមែនកម្ពុជាទេជាអ្នកចាប់ផ្ដើមហើយសៅក៏មិនមែននៅកម្ពុជាដែរទី1កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមលេងល្បែងនេះទេហើយយើងមិនគិតថានេះជាល្បែងទេវិធានការបែបនេះគឺប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងដែលយើងមិនប៉ុន្តែគេចាប់ផ្ដើមយើងត្រូវឆ្លើយតបអញ្ចឹងបើចង់បើកជាឯកតោភាគីទៅមិនបាច់មកចរចាទេមានលួចចរចាចង់ចេះថាបើមកតាមអ្នកនេះគេធ្វើសម្បត្តិតាមអ្នកនេះតើយើងធ្វើអត់ទេអត់មានលេងជាមួយទេព្រោះអីខ្ញុំមិនដឹងថាពីណាកាន់សោពិតប្រកបនៅព្រំដែននោះបាទព្រោះថ្ងៃ24ប្រមុខរដ្ឋាភិបាលថៃចេញមកថាបិទថ្ងៃ25គេទាញជាវាបិទល្ងាចថ្ងៃ25អ្នកនាំពាក្យក្រសួងការបរទេសបរតៃចេញមកថាគេអត់បិទទេមានបិទណាចុះអាកាសែតផ្សាយលើពិភពលោកគ្រាន់តែប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសភ្លាមកាសែតទូទាំងពិភពលោកថាថៃបិទច្រកហើយពិភពលោកជាសាក្សីហើយអ្នកនាំពាក្យចេញមកនិយាយថាមានបិទណាបន្ទាប់មកទាហានថៃគឺបើកច្រកព្រំដែនបើកទ្វារតែមិនឲ្យមនុស្សចេញចូលទៅដែរមិនឲ្យឡានចេញចូលទៅដែរតើបើកនឹងបើកធ្វើអីបើកលំអឬមួយយ៉ាងម៉េចកម្ពុជាអត់លេងទេអាដាមសុកវាសនាសួរខ្ញុំសម្ដេចឥឡូវគេបើកចឹងតើកម្ពុជាគួរបើកដែរទេកុំឲ្យគេថតមកថាយើងអាក្រក់ខ្ញុំថាវាសនាកម្ពុជាខ្មែរយើងអត់ចេះលេងញញែងអីបិទប្រាស់បិទតែម្ដងខ្មែរឲ្យចូលយើងទទួលថៃឲ្យចេញតែអ្នកផ្សេងទំនិញអីអត់ឲ្យចេញទេកម្ពុជាអត់លេងទេកម្ពុជាមិនមែនអ្នកលោតលេងទេកម្ពុជាមិនគិតថានឹងជាល្បែងលេងដូចបិទពួនដូចឆ្មាចាប់កដោទេប៉ុន្តែនេះជាវិធានការដែលប៉ះពាល់ទៅដល់ទំនាក់ទំនងប្រទេសទាំងពីរដល់ប្រជាជនទាំងពីរកម្ពុជាអត់លេងបិទពួនទេហើយកម្ពុជាសំលេងតែមួយពីលើដល់ក្រោមនាយករដ្ឋមន្ត្រីប្រកាសថាម៉េចថ្នាក់ក្រោមធ្វើអញ្ចឹងបាទហើយបើសិនជាមានបញ្ហាថ្នាក់លើនាយករដ្ឋមន្ត្រីអ្នកទទួលខុសត្រូវទៅលើអ្វីដែលយើងបញ្ជាមិនមែនដកខ្លួនតែមិនមែនខ្ញុំទេខ្ញុំឲ្យសិទ្ធទៅអ្នកនេះហើយអូនគឺជាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញ
វាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើង សម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងកែប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករាសីមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត